ទូរស័ព្ទអស់ថ្មគឺយើងអាចសាកថ្មនៅផ្ទះនៅ office ធ្វើការបានប៉ុន្តែបើជីវិតយើងអស់ថ្មគឺយើងប្រកាសជាត្រូវការកន្លែងដែលស្រស់ស្អាតដើម្បីសាកថ្មឲ្យជីវិតរបស់យើងនៅក្នុងវីដេអូនេះខ្ញុំបាទនឹងបង្ហាញអំពីកន្លែងសាកថ្មជីវិតដ៏ស្រស់ស្អាតមួយគឺទីក្រុងដាឡាត់គឺជាទីក្រុងមួយនៅក្នុងខេត្តឡុំដុងប្រទេសវៀតណាមភាគកណ្ដាលដាឡាត់គឺជាទីក្រុងទេសចរណ៍ដ៏ល្បីមួយនៅភាគខាងត្បូងប្រទេសវៀតណាមដែលមានឈ្មោះល្បីថាទីក្រុងនៃផ្កាខាងដើមវីដេអូខ្ញុំបាទបង្ហាញនៅសួនផ្កាជាច្រើនដែលខ្ញុំបានទៅច្រើនកន្លែងហើយឥឡូវនេះយើងនឹងបង្ហាញអំពីផ្សាររាត្រីមួយកន្លែងទៀតនៅក្រុងដាឡាត់នៅពេលយប់គឺមានមនុស្សអ៊ូអរជាច្រើនមកទស្សនានិងញ៉ាំអាហារប្លែកៗនៅតាមដងផ្លូវក៏ដូចជាទិញវត្ថុអនុស្សាវរីយ៍ជាច្រើននៅទីនោះតោះបងប្អូនឥឡូវនេះមកតាមខ្ញុំបាទឆៃខ្ញុំនឹងជូនបងប្អូនមកលេងនៅហាងកាហ្វេមួយកន្លែងដែលមានរចនាបថបែបជប៉ុនដែលខ្ញុំបាទបានជូនភ្ញៀវកិត្តិយសរបស់ស៊ូគូប៊ូស៊ុមកលេងទីនេះក្រៅពីការរចនាតាមបែបជប៉ុនហើយទីនេះគឺជាកន្លែងដែលអាចអង្គុយមើលទេសភាពនៃក្រុងដាឡាត់បាន360ដឺក្រេផងដែរហើយជាកន្លែងមួយដែលសប្បាយរីករាយមនុស្សទៅលេងច្រើនឥឡូវនេះយើងនឹងបើកបង្ហាញអំពីទីក្រុងដាឡាត់ពីទេសភាពក្រុងដាឡាត់ទាំងមូលគឺជាទីក្រុងមួយដែលពោពេញទៅដោយដើមស្រល់ជាពិសេសគឺមានកន្ត្រកខ្សែកាបដែលអាចជិះមើលទេសភាពក៏ដូចជាសម្រស់នៃដើមស្រល់ទាំងមូលឥឡូវនេះអញ្ជើញមើលទាំងអស់គ្នានេះបានគេហៅថាទីក្រុងនៃផ្កានិងទីក្រុងដើមស្រល់មែនព្រោះងាកទៅខាងណាក៏ឃើញដើមស្រល់ងាកទៅខាងណាក៏ឃើញសម្រស់នៃផ្កាអញ្ចឹងហើយបានជាភ្ញៀវកិត្តិយសក៏ដូចជាបងប្អូនដែលចង់ដើរកម្សាន្តកុំភ្លេចសេវាកម្មទេសចររបស់ស៊ូគូប៊ូស៊ុនឹងជួនពុកម៉ែបងប្អូនមកលេងដាឡាត់មកស្រូបយកសម្រស់នៃផ្កាស្រូបយកក្លិននៃផ្កានៅដាឡាត់ព្រោះសម្បូរផ្កាមែនទែនអរគុណពុកម៉ែបងប្អូនអរគ្នាឥឡូវនេះខ្ញុំបាទសូមបង្ហាញសួនផ្កាតែប៉ុណ្្នេះសិនជួបគ្នានៅវីដេអូក្រោយសូមជួយ like ជួយ share ផងបាទ